សោកស្ដាយមែនទែនជាមួយនឹងប្រខាំងរីស្វ័យរៀងក្នុងការប្រកួតបាទ AFC Challenge League កាលពីយប់មិញហ្នឹងដែលប៉ះជាមួយនឹង COVID FC បាទថ្មីត្បិតតែចាញ់ក៏ប៉ិតមែនក៏ប៉ុន្តែ COVID ក៏ស៊ីទាំងឈាមដែរបងប្អូនលទ្ធផលតង់ទី1ស៊ីគេបាន2-0ទៅហើយឲ្យគេតាមបានស្មើវិញចប់ការប្រកួត90នាទីបាទលទ្ធផល2ស្មើថែម15នាទីបាន3ស្មើបាទចាញ់នឹងថែម15នាទីចុងក្រោយគឺវគ្គទី2នឹងការថែម15នាទីនោះបាទដោយចាញ់គេដោយលទ្ធផល4-3បាទស៊ីទាំងវេទនាដែរសម្រាប់គុយវេតបាទហើយយើងមើលទៅថាសម្រាប់តែខាងនេះស្វ័យរៀងរបស់យើងគឺសមត្ថភាពរបស់គាត់គឺឡើងបាទឡើងទៅដែរគឺខុសពីការពីឆ្នាំមុនឆ្ងាយមែនតើហើយសម្រាប់ឆ្នាំក្រោយនេះបាទក្នុងនាមខ្ញុំជា admin ក៏ដូចជា influencer មួយរូបក៏សង្ឃឹមថាប្រខាងនេះស្វ័យរៀងនឹងមានឱកាសលើកពានរង្វាន់បាទ AFC Challenge League នេះហើយក៏សង្ឃឹមមួយទៀតថាកម្ពុជាយើងអាចមានឱកាសចូល World Cup ដូចនឹងប្រទេសដទៃផងដែរព្រោះឯពេលនេះការលេងក៏ដូចជាយុទ្ធសាស្ត្រនិងវិធីសាស្ត្ររបស់គ្រូបង្វឹកនីមួយៗតែងតែផ្ដល់ជូនបាទសិស្សឬក៏ជំរឿជាតិហ្នឹងណាឃើញថារឿងល្អជាងមុនបាទលេចធ្លោជាងមុនឆ្ងាយមែនតើដូច្នេះហើយសង្ឃឹមថាកម្ពុជាយើងនឹងមានឱកាសចូលលេងបាទដូចជា Real Base អីចឹងទៅបាទការចាញ់ក៏មិនជាអ្វីបាទព្រោះអីនៅក្នុងទឹកដីរបស់គេលទ្ធផលយើងប៉ុណ្ណឹងក៏មិនអន់ដែរចាញ់គេត្រឹមតែ1គ្រាប់ប៉ុន្តែលទ្ធផល3-4គ្រាប់ឯណោះបាទគឺគ្រាប់បាល់ច្រើនមែនទែនគឺឈ្នះទាំងវេទនាក៏បាទក៏គេថាឃើញចិត្តដល់កីឡាកររបស់យើងដែរខំប្រឹងអស់ពីសមត្ថភាពក៏ប៉ុន្តែមិនជាអ្វីបើសិនជានៅក្នុងទឹកដីរបស់យើងវិញយើងក៏មានប្រៀបឱកាសក៏យើងអាចឈ្នះដែរប៉ុន្តែនេះគឺក្នុងទឹកដីរបស់គេឆ្នាំក្រោយយើងបាទសងសឹកវិញអូខេអរគុណច្រើន